ណាខ្លះតែធ្វើត្រីចំហុយហើយវាឆ្អាបអញ្ចឹងបងប្អូនអាចមកមើលវីដេអូនេះបានហើយខ្ញុំនឹងបង្ហាញបងប្អូនពីរបៀបធ្វើត្រីចំហុយនឹងឲ្យវាឆ្អាបណាហើយថ្ងៃនេះខ្ញុំធ្វើត្រីចំហុយក្រូចឆ្មាឬក៏ត្រីចំហុយទឹកត្រីកកុងអញ្ចឹងណាហើយបន្តិចទៀតយើងទៅតាមដានទស្សនានេះធ្វើនិងគ្រឿងផ្សំជាមួយខ្ញុំទាំងអស់គ្នាហើយមុនដំបូងខ្ញុំយកត្រីក្រហមយកមកឆូតវាដល់ឆ្អឹងបងប្អូនខ្ញុំឆូតអញ្ចឹងទាំងសងខាងមកហើយត្រីនេះវាមិនសូវធំប្រហែលទេវាមានតែប៉ុណ្្នឹងទេដល់ពេលឆូតវារាល់ហើយខ្ញុំយកគល់ទឹកត្រីគល់រំដេងស្លឹកក្រូចសើចយកមកដំវាឲ្យទក់សិនណាហើយប្រហែលមុខហ្នឹងគឺយើងដំទក់ហើយយើងយកទៅញាត់ក្នុងពោះត្រីហើយខ្ញុំធ្វើអញ្ចឹងដើម្បីកុំឲ្យត្រីវាឆ្អាបពេលយើងញ៉ាំហុយទៅវាកាច់ជាតិឆ្អាបល្អបងប្អូនខ្ញុំដំវាឲ្យទក់ដូចខ្ញុំនិយាយអញ្ចឹងមកហើយខ្ញុំញាត់ដាក់ក្នុងពោះត្រីតែម្ដងមកហើយជាបន្ទាប់ខ្ញុំយកបន្លែហើយបន្លែខ្ញុំមានស្ពៃក្តោបហើយយើងហាន់ស្ពៃក្តោបស្ដើងអញ្ចឹងមកខ្ញុំដាក់តែមួយរៀងទេស្ពៃក្តោបហ្នឹងណាហើយជាបន្ទាប់ខ្ញុំយករឹសហើយនឹងគល់ជីវ៉ាន់ស៊ុយហើយនឹងខ្ទឹមសខ្ទឹមក្រហមតែស្រស់យកមកបុកសិនយើងបុកឲ្យម៉ត់មកនេះបុកម៉ត់ប៉ុណ្ណឹងហើយយើងដួសឲ្យដាក់ចានហើយយើងមកផ្សំគ្រឿងតែម្ដងហើយមុនបងដាក់ទឹកត្រីស្ករសរ៉ូឌីទឹកស្អាតបន្តិចហើយទឹកក្រូចឆ្មាហើយយើងកូរមកកូរឲ្យគ្រឿងវាសព្វចូលជាតិគ្នាល្អទៅហើយកន្លែងនេះយើងភ្លក់ទៅបងប្អូនយើងភ្លក់រសជាតិថែមថយតាមចំណង់ចំណូលចិត្តណាឥឡូវទឹកត្រីវារួចរាល់ហើយជាបន្តខ្ញុំមកដាំទឹកសិនហើយខ្ញុំដាក់ទឹកមកកែវធំហ្នឹងណាហើយយើងដាំទឹកឲ្យពុះមកបន្ទាប់ពីទឹកពុះហើយខ្ញុំយកត្រីយកមកចំហុយសិនហើយមុនដំបូងនេះគឺខ្ញុំចំហុយខ្ញុំអត់តាន់ដាក់អីទេត្រីហ្នឹងណាយើងចំហុយយកជាតិទឹកឆ្អាបពីក្នុងត្រីមកសិនយើងចំហុយមកទទួលមកហើយយើងបើកមើលឃើញថាត្រីវាចេញទឹកឆ្អាបមកហើយខ្ញុំលើកវាចេញសិនហើយយើងចាក់ទឹកចោលទៅបងប្អូនយើងអត់យកទេយើងធ្វើអញ្ចឹងបានត្រីយើងវាអត់ឆ្អាបណាដល់ពេលយើងចាក់ទឹកចោលហើយយើងយកត្រីយកមកចំហុយម្ដងទៀតហើយជាបន្តខ្ញុំយកដើមជីបន្សុយហើយនឹងបន្លែចំហាន់បាញ់វិញដាក់ពីលើត្រីនឹងមកហើយនឹងស្លឹកជីបន្សុយផងដាក់ពីលើត្រីដូចគ្នាហើយនឹងក្រូចឆ្មាហាន់តាំងស្ដើងយើងធ្វើអញ្ចឹងបានវាកាត់ជាតិឆ្អាបល្អហើយដាក់ទឹកត្រីដែលខ្ញុំធ្វើហើយដាក់ស្រោចពីលើត្រីនឹងមកយើងដាក់មកក៏បានដែរទឹកត្រីហ្នឹងព្រោះថាពេលវាឆ្អិនយើងផ្ទាប់នឹងទឹកត្រីទៀតអញ្ចឹងណាហើយខ្ញុំចំហុយរយៈពេល15នាទីហើយយើងមើលតាមជាក់ស្ដែងទៅបើសិនជាត្រីវាស្វិតយើងដាក់យូរជាងហ្នឹងក៏បានដែរហើយឥឡូវត្រីចំហុយរបស់យើងគឺថាវាឆ្អិនរួចរាល់ហើយរសជាតិគឺថាឆ្ងាញ់មែនទែនហើយសម្រាប់វីដេអូនេះគឺមានប៉ុណ្្នឹងទេបងប្អូនហើយសូមអរគុណរកការតាមដានទស្សនារបស់បងប្អូនតាពីដើមរហូតចប់បាទសូមអរគុណសូមជម្រាបលា